អាចជម្រាបសួរបងប្អូនដែលទស្សនាវីដេអូនេះទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ខេត្តព្រះវិហារខាងសញ្យ៉ងកោះកេរចំការលោកអ៊ំប៉ក់បានលោកអ៊ំប៉ក់ក៏vừaដើរមកហើយចំការលោកអ៊ំគឺអាយុបាន40ថ្ងៃហើយឬក៏មួយខែ10ថ្ងៃបងប្អូនមកមើលដងដើមបាទគឺមកគុំនេះចេញបាន3ដើមហើយត្រួយឡើងខ្ចីមកលួនហើយស្លឹកឡើងបៃតងស្រស់ហ្មងអ៊ំតឡងរបស់យើងដូចជាមិនសូវមានដាច់ម្ដៅណាអ៊ំណោះអត់ដាច់ទេបាទហើយសំខាន់ស្លឹកឡើងបៃតងទេម្ដងឡើងខ្មៅងឹតបាទនេះគឺលោកអ៊ំប៉ក់វគ្គមុនយើងសន្យាថាជាមួយអ្នកទស្សនាថាតឡងគ្រប់អាយុមួយខែយើងមកជួបគ្នាណាអ៊ំបាទតែឥឡូវយើងមកជួបគ្នាណាឥឡូវនេះគឺកំពុងតែបាញ់តឡងអាយុមួយខែអាយុមួយខែមួយថ្ងៃអ៊ំមួយខែ10ថ្ងៃខែ10ថ្ងៃបាទអញ្ចឹងក្មួយស៊ូចំណាប់អារម្មណ៍លោកអ៊ំបន្តិចបន្ទាប់ពីបាញ់តឡងអាយុ16 17ថ្ងៃវគ្គមុនហ្នឹងមកដល់ឥឡូវហ្នឹងលោកអ៊ំឃើញថាតឡងលោកអ៊ំហ្នឹងស្ទុះមិនដែរស្ទុះល្អលឿនណាស់លឿនអ៊ំបាទឡើងឥឡូវឡើងត្រឹមជង្គង់ចិត្តជង្គង់នេះអានេះរៀងស្ទើរតែភ្លៀងផងអ៊ំណាបាទតែភ្លៀងត្រូវ2មេខ្លាំងបាទបាន2មេខ្លាំងណាអ៊ំបាទគេហ្នឹងភ្លៀងតិចនៅបើថាបើមេគាត់សហការមួយយើងទៀតតឡងរបស់យើងដល់ធំឆ្កេះធំផ្លូវបាត់សាក្រោយហ្នឹងមកប្រហែល2ខែឡើងផ្លូវហើយអញ្ចឹងឥឡូវបងប្អូនចាំទស្សនាទាំងអស់គ្នាបន្តទៀតនៅពេលដែលតឡងមានមើមអញ្ចឹងពេលតាមមានមើមនៅពេលដែលតឡងអាយុបាន2ខែជាង3ខែអីយើងមកឆែកមើលបងប្អូនគ្នាអ៊ំបាទអញ្ចឹងអរគុណច្រើនលោកអ៊ំចាំអញ្ចឹងបងប្អូនដែលឃើញទស្សនាវីដេអូនេះបើចង់ឃើញវីដេអូបន្តទៀតកុំភ្លេចចុច follow ចុច like ចុច share ទុកណាបងប្អូនអញ្ចឹងពេលដែលខ្ញុំមកជួបលោកអ៊ំប៉ក់ខ្ញុំនឹងថតផុសទៀតបាទអញ្ចឹងអរគុណច្រើនជម្រាបលា